បាទសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំនឹងលើកយកពាក្យអភ័យឯកសិទ្ធិមកបង្ហាញបាទថាតើពាក្យអភ័យឯកសិទ្ធិនេះបាទមានអត្ថន័យយ៉ាងដូចម្ដេចបាទបើបែកតាមវចនានុក្រមខ្មែរបាទពាក្យអភ័យឯកសិទ្ធិនេះមានន័យថាជាអំណាចដោយឡែកបាទការពារមិនឲ្យភ័យបាទច្បាប់ពិសេសសម្រាប់ជនមួយរូបឬមួយក្រុមដែលមិនទូទៅដល់ជនឯទៀតបាទសេចក្តីសម្រេចតាមអំណាចផ្សេងដោយឡែកសម្រាប់លុះលាឲ្យរួចពន្ធជាដើមបាទនេះគឺជាអត្ថន័យរបស់ពាក្យអភ័យឯកសិទ្ធិបាទហ្នឹងគឺជាច្បាប់ពិសេសអំណាចដោយឡែកមិនមែនទូទៅទេគេប្រគល់ទៅឲ្យមនុស្សមួយក្រុមបាទឬក៏ជនណាម្នាក់បាទអភ័យឯកសិទ្ធិនេះគឺជាសិទ្ធិក្នុងការទទួលបានការលើកលែងពីការចោទប្រកាន់ឬក៏ការដាក់ទោសបាទអភ័យឯកសិទ្ធិគឺជាសិទ្ធិពិសេសឥតភ័យព្រួយការលើកលែងទោសឬក៏ការទទួលសិទ្ធិផ្ដាច់មុខបាទមួយទៀតអភ័យឯកសិទ្ធិនេះគឺជាសិទ្ធិដែលជនខ្លះមានចំពោះខ្លួនម្នាក់មិនឲ្យមានភ័យមានទោសដល់ខ្លួនដូចជាមិនឲ្យគេចោទបាទគេចាប់ឬក៏គេឃុំឃាំងអីជាដើមបាទអភ័យឯកសិទ្ធិគឺជាសិទ្ធិពិសេសបាទដែលច្បាប់ឲ្យទៅជនណាម្នាក់បាទការលើកលែងមិនអាចចោទប្រកាន់បានដែលច្បាប់បានចែកទុកជាមុនថាគេមានបុព្វសិទ្ធិឬឯកសិទ្ធិពិសេសលើសបាទពីមនុស្សដទៃអភ័យឯកសិទ្ធិគឺជាការលើកលែងដោយមិនប្រកាន់ទោសដល់បុគ្គលឬក្រុមណាមួយក្នុងការបំពេញភារកិច្ចឬអនុវត្តការងារអ្វីមួយដែលច្បាប់បានកំណត់បាទជាសិទ្ធិផ្ដាច់មុខដែលគ្មាននរណាម្នាក់អាចដាក់ទោសមកលើខ្លួនឡើយបាទចំណាំបាទកាលណាបើយើងនិយាយពីអភ័យឯកសិទ្ធិសភាគឺជាបុព្វសិទ្ធិបាទដែលរដ្ឋធម្មនុញ្ញប្រគល់ឲ្យសមាជិករដ្ឋសភានិងព្រឹទ្ធសភាគ្រប់រូបឲ្យរួចផុតពីការចាប់ខ្លួនការឃុំខ្លួនបាទការចោទប្រកាន់ហើយការដែលអាចឃុំខ្លួនឬចាប់ខ្លួនបានលុះត្រាតែមានការប្រព្រឹត្តបទល្មើសជាក់ស្ដែងឬមានការព្យួរឬក៏ដកអភ័យឯកសិទ្ធិនឹងជាមុនសិនបាទនេះគឺជាឧទាហរណ៍បាទអភ័យឯកសិទ្ធិបាទរបស់សភាអភ័យឯកសិទ្ធិរបស់អង្គទូតបាទមកជាខាងអង្គទូតក៏មានអភ័យឯកសិទ្ធិដែរបាទតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភាដែលអាចការពារតំណាងរាស្ត្រក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយគ្មានការភ័យខ្លាចអភ័យឯកសិទ្ធិនេះធានាការពារតំណាងរាស្ត្រក្នុងការបញ្ចេញមតិយោបល់បាទធានាមិនឲ្យមានការចោទប្រកាន់បាទការចាប់ខ្លួនការឃាត់ខ្លួនឬក៏ឃុំខ្លួនបាទសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទ